មានរឿងមួយបានដំណើរថាមានបុរសពីរនាក់គឺជាសម្លាញ់នឹងគ្នាម្នាក់មានមុខរបរជាអ្នកថតរូបមួយថ្ងៃគាត់ដើរទៅថតរូបទៅរីឯម្នាក់ទៀតគាត់ជាអ្នកលក់មាសនៅក្នុងផ្សារមានថ្ងៃមួយអ្នកលក់មាសបានឮគេនិយាយថាមានផ្ទះបុរាណមួយត្រូវបានគេបោះចោលជាយូរឆ្នាំណាស់មកហើយនៅក្នុងផ្ទះនោះក៏មានមាសពេជ្រជាច្រើនប៉ុន្តែគ្មានអ្នកណាគេចូលទៅក្នុងផ្ទះនោះឡើយព្រោះតែនៅក្នុងផ្ទះនោះមានវិញ្ញាណចាំការពារទ្រព្យសម្បត្តិនៅទីនោះផងដែរអ្នកសួរស្ដីសម្លាញ់យើងមានរឿងចង់ពិភាក្សាជាមួយនឹងឯងនេះតើជារឿងអ្វីទៅនេះឯងប្រាប់លេខឆ្នោតគ្នាមែនទេឬឯងចង់ឲ្យគ្នាថតរូបឲ្យមិនមែនទេណាកាលពីម្សិលមិញនេះមានអ្នកមកទិញមាសគ្នាហើយគាត់បាននិយាយប្រាប់គ្នាថាមានផ្ទះបុរាណមួយនៅក្រោយភូមិរបស់យើងឯណោះហើយផ្ទះនោះណាគឺមានមាសពេជ្រច្រើនណាស់ហើយនៅទីនោះមានរូបថតចម្លែកច្រើនទៀតផងខ្ញុំគិតថានឹងបបួលឯងទៅទីនោះតើវាពិតដូចជាគេនិយាយដែរទេពេលនោះជាងថតស្រាប់តែចំហមាត់គាត់មានការភ្ញាក់ផ្អើលជាខ្លាំងពេលដែលលើថាមានរូបគំនូរប្លែកនេះតើឯងគិតយ៉ាងណាឯងព្រមទៅជាមួយគ្នាអត់ប្រសិនបើបានទ្រព្យសម្បត្តិទាំងអស់នោះយើងនឹងក្លាយទៅជាអ្នកមានជាងគេនៅក្នុងភូមិនេះហើយណាអូខេសម្លាញ់យើងទៅជាមួយនឹងឯងក៏បានដែរបានទៅមើលផ្ទះបុរាណនោះផងដែរព្រោះគ្នាចង់ថតរូបគំនូរនៅក្នុងនោះតែយើងទៅផ្ទះបុរាណនោះបន្ទាប់មកអ្នកទាំងពីរក៏បាននាំគ្នាទៅផ្ទះបុរាណចាស់នោះបន្តិចក្រោយមកអ្នកទាំងពីរក៏បានមកដល់ពួកគេក៏ឮសំឡេងចេញពីផ្ទះនោះជុំយៈនេះតើជាសំឡេងអ្វីទៅនឹងវាឮចេញមកគួរឲ្យខ្លាចខ្លាំងណាស់នេះយើងទៅផ្ទះវិញទៅអីនេះគ្នាសង្ស័យតែមានខ្មោចទេនេះឯងឈួតទេដឹងយើងមកដល់នឹងហើយបែរជាឯងចង់ត្រឡប់ទៅវិញឯងមិនចង់មិនចង់បានទ្រព្យសម្បត្តិនោះទេមែនទេគ្នាស្ដាប់ទៅដូចជាមិនឮសំឡេងអ្វីផងហ្នឹងនេះឯងស្ដាប់ច្រឡំទេដឹងតែគ្នាដូចជាខ្លាចមិនដឹងទេណាយើងគួរតែត្រឡប់ទៅវិញទៅគ្នាខ្លាចខ្លាំងណាស់គ្នាឮគេនិយាយថាផ្ទះទុកចោលអញ្ចឹងមានតែខ្មោចនៅណែនេះឯងកុំចេះតែនិយាយណាវាគ្មានខ្មោចឯណាមកនៅផ្ទះអញ្ចឹងនោះទេតែយើងចូលទៅក្នុងផ្ទះនោះទៅស្រាប់តែពេលនោះមានពស់មួយក្បាលបានវាមករកអ្នកទាំងពីរជុំយៈពស់វាកំពុងតែវាមករកពួកយើងហើយណាស្រាប់តែពេលនោះមាននារីម្នាក់កំពុងតែផ្លុំខ្លុយហើយពស់នោះក៏បានវាទៅវិញវ៉ាវនាងពិតជាអស្ចារ្យខ្លាំងណាស់នាងចេះភាសាពស់គ្នាធ្លាប់តែឃើញគេលេងសៀកដល់ពេលឥឡូវមកឃើញផ្ទាល់អញ្ចឹងហើយណាវើយពួកខ្ញុំទាំងពីរនាក់ពិតជាអរគុណអ្នកនាងខ្លាំងណាស់ដែលអ្នកនាងជួយដេញពស់ឲ្យទៅវិញសួស្ដីអ្នកនាងនេះតើអ្នកនាងគឺជាអ្នកណាគេហេតុអីបានជាអ្នកនាងមកដល់ទីនេះដែរមិនអីទេណាបងប្រុសទាំងពីរខ្ញុំគឺជាអ្នកថែរក្សាផ្ទះបុរាណនេះអ្នកទាំងពីរចូលមកផ្ទះនេះតើមានការអីទៅពួកខ្ញុំទាំងពីរនាក់នេះមកទីនេះដើម្បីចូលទៅមើលខាងក្នុងផ្ទះបុរាណនេះតើខ្ញុំអាចសុំថតរូបអ្នកនាងមួយបានទេទុកគ្រាន់ជាអនុស្សាវរីយ៍តាមពិតអញ្ចឹងសោះចាមិនអីទេណាបងប្រុសបងថតខ្ញុំមកចោះបន្ទាប់មកជាងថតក៏បានថតអ្នកទាំងពីរពេលដែលថតរួចនាងក៏បាននាំអ្នកទាំងពីរចូលទៅក្នុងផ្ទះបុរាណនោះវ៉ាវនៅទីនេះពិតជាស្រស់ស្អាតខ្លាំងណាស់ខ្ញុំមិនដែលឃើញពីមុនមកនោះទេវាពិតជាអស្ចារ្យខ្លាំងណាស់ពេលនេះខ្ញុំនឹងក្លាយទៅជាអ្នកមានហើយស្រាប់តែពេលនោះមានពស់មួយក្បាលបានមករកគាត់ហើយនាងក៏បានផ្លុំខ្លុយដេញពស់នោះចេញទៅសូមនាងជួយជូនខ្ញុំដើរទៅមើលខាងក្នុងបន្តិចបានអត់ខ្ញុំចង់ដើរទៅមើលខាងក្នុងបន្តិចបន្ទាប់មកនាងក៏បានជូនគាត់ដើរទៅខាងក្នុងបន្តទៀតដើរទៅខាងមុខបានបន្តិចគាត់ក៏បានឃើញបន្ទប់មួយគាត់សប្បាយចិត្តជាខ្លាំងនេះជាបន្ទប់ដាក់មាសពេជ្រនោះមែនទេខ្ញុំដូចជាធុំក្លិនមាសគាត់បានបើកទ្វារបន្ទប់នោះពេលដែលគាត់បើកទ្វារភ្លាមស្រាប់តែគាត់បើកភ្នែកធំតែម្ដងសំណាងខ្ញុំហើយពេលនេះខ្ញុំនឹងក្លាយទៅជាអ្នកមានហើយនៅទីនេះមានមាសពេជ្រដូចគេនិយាយប៉ិតមែនខ្ញុំប្រម៉ូទៅទាំងអស់ប្រម៉ូទៅផ្ទះរបស់ខ្ញុំសិនគាត់ក៏បានប្រម៉ូមាសពេជ្រទាំងអស់នោះនាងពេលដែលឃើញគាត់ប្រម៉ូមាសពេជ្រទាំងអស់នោះនាងមានការខឹងសម្បានឹងបរិះនោះយ៉ាងខ្លាំងហើយនាងក៏បានប្រែទៅជាពស់ធ្មប់ចុំយៈតាមពិតនាងក៏ជាពស់ធ្មប់ហើយចប់ហើយខ្ញុំពេលនេះតើខ្ញុំគួរធ្វើយ៉ាងណាទៅសម្លាញ់អើយជួយខ្ញុំផងនាងគឺជាពស់ធ្មប់កុំធ្វើបាបខ្ញុំអីណាកុំធ្វើបាបខ្ញុំអីសួស្ដីប្រុសស្អាតនេះអ្នកកំពុងតែប្រម៉ូមាសទាំងអស់ហ្នឹងទៅណាអ្នកទាំងពីរកុហកខ្ញុំហេតុអីបានជាអ្នកទាំងពីរចង់មកលួចមាសពេជ្ររបស់ខ្ញុំដូច្នេះខ្ញុំនឹងសម្លាប់អ្នកអត់ទេណាមេធ្មប់
ខ្ញុំគ្រាន់តែប្រមូលលេងតើនេះខ្ញុំមិនបានយកវាទៅឯណា ខ្ញុំនឹងមិនលើកលែងឲ្យអ្នកទាំងពីរនោះទេណាអ្នកទាំងពីរត្រូវតែស្លាប់នៅក្នុងថ្ងៃនេះហើយ បន្ទាប់មកមេធ្មប់ក៏បានហក់ទៅខំជាងមាសនោះឲ្យស្លាប់ទៅ នេះជាលទ្ធផលដែលអ្នកអាចចង់បានរបស់គេ បន្ទាប់មកមេធ្មប់នោះក៏បានដើរទៅរកជាងថតពេលដែលឃើញមេធ្មប់ហើយគាត់ភ័យខ្លាំងណាស់ ចុំយៈនៅទីនេះមានមេធ្មប់ពោះហើយចប់ហើយខ្ញុំងាប់មិនខានទេនៅពេលនេះអាសម្លាញ់យើងនេះតើឯងនៅទីណាឆាប់រត់ចេញពីទីនេះទៅណានៅទីនេះមានមេធ្មប់ បន្ទាប់មកគាត់ក៏បានរត់ មេធ្មប់គុំសម្រាប់ខ្ញុំអីណាខ្ញុំគ្រាន់តែចូលមកទីនេះដើម្បីថតរូបធម្មតាតែប៉ុណ្ណោះ បន្ទាប់មកមេធ្មប់ពោះនោះក៏បានខំគាត់ឲ្យស្លាប់ទៅចាប់តាំងពីពេលនោះមកក៏លែងមានអ្នកណាគេហ៊ានចូលផ្ទះបុរាណនោះទៀតដែរ